ចាសួស្តីបងប្អូនទាំងអស់គ្នាដែលមានកូនស្រីសម្រាប់ម៉ូដសក់បែបនេះគឺសាឡាស្រួលណាអញ្ចឹងបងមើលនៅក្នុងវីដេអូនឹងទាំងអស់គ្នាសម្រាប់ក្មេងៗគឺសក់របស់គាត់អត់បានកាត់សក់សេះទៀតទេអញ្ចឹងខ្ញុំត្រូវតែចងម៉ូដនៅខាងមុខដើម្បីឲ្យសាឡាមុខកុំឲ្យសក់នឹងធ្លាក់មកខាងមុខប៉ះភ្នែកគាត់អញ្ចឹងណាព្រោះឥឡូវគឺគាត់ត្រូវទុកសក់ឲ្យវែងចាសម្រាប់ការចងគឺយើងត្រូវចងពុះចងបែបទៅលើយកសក់នឹងទៅលើវិញអត់យកមកក្រោមទេពេលដែលចងហើយគឺយើងក្រងទាំងសងខាងយកសក់នឹងមកខ្វែងចាសម្រាប់ម៉ូដនៅក្នុងវីដេអូហ្នឹងគឺយើងយកសក់មកចងបែបទីទុយគឺបែបស្លាស់តែម្ដងណាបងប្អូនចាបន្ទាប់ពីបន្ទាប់ពីចងហើយចាអធិស្ឋានយើងថែមបូអីតិចតួចណាបងប្អូនឲ្យស៊ីជាមួយនឹងសម្លៀកបំពាក់របស់គាត់ចាអញ្ចឹងពេលដែលយើងថែមបូហើយគឺបងប្អូនចាប់ផ្ដើមក្រងទាំងសងខាងណាហើយក្រងឲ្យស្មើដៃគ្នាអញ្ចឹងបងប្អូនដែលចូលចិត្តវីដេអូម៉ូដសក់ក្មេងៗបងប្អូនជួយ Subscribe ម្នាក់មួយផងអរគុណច្រើននឹងមានវីដេអូប្លែកបន្ថែមទៀតចា៎